លោកនាយករដ្ឋមន្ត្រីថៃអនុទានច័ន្ទវរៈគុលបានថ្លែងថាគ្មានរថក្រោះកម្ពុជាដែលរំកិលមកជិតព្រំដែនថៃនោះទេគណៈអាជ្ញាធរថៃកំពុងតែតាមដានយ៉ាងដិតដល់នៅតាមព្រំដែនការបដិសេធនេះក្រោយពីបណ្ដាញសង្គមរបស់ថៃបានបង្ហោះរូបភាពនៅលើអាកាសបង្ហាញអំពីវត្តមានរថក្រោះកម្ពុជានៅជិតព្រំដែនថៃដែលរថក្រោះខ្លះមានគ្របដណ្ដប់ទៅដោយសំណាញ់ពណ៌បៃតងកាលពីចុងសប្តាហ៍មុនការចោទប្រកាន់នេះបន្ទាប់ពីប្រទេសកម្ពុជាទើបតែទទួលបានរថក្រោះចំនួន39គ្រឿងពីប្រទេសចិននិងមួយចំនួនទៀតគ្រោងនឹងមកដល់ជាបន្តបន្ថែមទៀតលោកអនុទានច័ន្ទវរៈគុលបានថ្លែងបន្ទាប់អំពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ NSC នៅវិមានរដ្ឋាភិបាលនៅថ្ងៃទី15ខែមិថុនាថាប្រទេសថៃគ្មានសិទ្ធិជ្រៀតជ្រែកនៅអ្វីដែលកម្ពុជាធ្វើនៅលើទឹកដីរបស់ពួកគេនោះទេហើយប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនសម្ដេចឌីជុនសែនប្រមុខរដ្ឋស្ដីទីកាលពីសប្តាហ៍មុនក៏បានបញ្ជាក់ផងដែរថារថក្រោះដែលបញ្ជាទិញពីប្រទេសចិននឹងត្រូវបញ្ជូនទៅកាន់តំបន់ព្រំដែនក្នុងករណីចាំបាច់តែប៉ុណ្ណោះសារព័ត៌មាន National Interest បានរាយការណ៍ថារថក្រោះទាំងនោះគឺប្រទេសចិនលក់ឲ្យកម្ពុជាក្នុងតម្លៃទាបដែលបញ្ជាទិញមុនពេលមានការផ្ទុះសង្គ្រាមនៅតាមព្រំដែនកាលពីឆ្នាំ2025សម្ដេចឌីជុនសែនប្រមុខរដ្ឋស្ដីទីកម្ពុជាបានលើកឡើងថារថក្រោះទាំងនេះមិនមែនជាការគំរាមកំហែងនៃការឈ្លានពានប្រទេសណាមួយនោះឡើយក៏ប៉ុន្តែវាជាផ្នែកនៃការការពារជាតិកម្ពុជាអំពីសត្រូវឈ្លានពានតាមប្រភពសារព័ត៌មានក្រៅប្រទេសកម្ពុជាបានបញ្ជាទិញរថក្រោះ T59D ពីប្រទេសចិនសរុបចំនួន93គ្រឿងប្រទេសចិនត្រូវបញ្ជូនរថក្រោះចំនួន54គ្រឿងបន្ថែមទៀតមកកាន់កម្ពុជាបន្ទាប់ពីរថក្រោះជំហានដំបូងទើបតែបានមកដល់កំពង់ផែខេត្តពិសេសនោះរថក្រោះ T59D មួយគ្រឿងមានតម្លៃចន្លោះពី$1 លានទៅ$1.5 លានអាមេរិក